ក្នុងកំណត់ត្រានៃជីវប្រវត្តិសាស្ត្រអិសរជនដែលបានបន្សល់ទុកនៅឥទ្ធិពលជាសកលជារឿយៗតែងតែលេចចេញពីបរិបទសង្គមដ៏ស្មុគស្មាញនិងការឆ្លងកាត់ការលំបាកយ៉ាងធ្ងន់ធ្ងរតាំងពីវ័យកុមារជីវប្រវត្តិរបស់ព្យាការីមូហាម៉ាត់គឺជាភស្តុតាងប្រវត្តិសាស្ត្រមួយដែលបង្ហាញយ៉ាងច្បាស់ពីការវិវត្តខ្លួនរបស់កុមារកំព្រាដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុតឈានទៅរកការកសាងសមត្ថភាពដឹកនាំដ៏មានឥទ្ធិពលដែលបានផ្លាស់ប្ដូររចនាសម្ព័ន្ធសង្គមនិងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូលយោងតាមប្រវត្តិសាស្ត្រព្យាការីមូហាម៉ាត់ត្រូវបានចាប់កំណើតនៅថ្ងៃច័ន្ទទី12ខែរ៉ាប៊ីអ៊ូលអាវ៉ាល់ត្រូវនឹងថ្ងៃទី20ខែមេសាឆ្នាំ570នៃគ្រិស្តសករាជកាលបរិច្ឆេទនេះគឺស្របគ្នានឹងរយៈពេល50ថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំដំរីអាមអាល់ហ្វីលដែលជាពេលកងទ័ពរបស់អបរាហាអាល់ហាបាស៊ីទទួលបរាជ័យក្នុងការប៉នប៉ងឈ្លានពានទីក្រុងម៉ាកាសដោយសារការវាយប្រហារពីភូមិសត្វបក្សីពងសាវតារបស់លោកគឺស្ថិតក្នុងខ្សែស្រឡាយអភិជនដ៏ខ្ពង់ខ្ពស់បំផុតប្រចាំឧបទ្វីបអារ៉ាប់ដោយមានកត់ត្រាយ៉ាងលម្អិតថាលោកគឺមូហាម៉ាត់ជាកូនរបស់អាប់ឌុលឡោះកូនរបស់អាប់ឌុលមូតាលីបកូនរបស់ហាស៊ីមកូនរបស់អាប់ម៉ាណាហ្វកូនរបស់គូសៃកូនរបស់មូរ៉ោះកូនរបស់កាអាប់កូនរបស់លូអៃកូនរបស់ហ្គាលីបនិងជាកូនរបស់ហ្វីហឺតអ៊ីស្រាជនឈ្មោះហ្វីហឺតនេះហើយដែលជាបិតាស្ថាបនិកនៃកុលសម្ព័ន្ធគូរ៉េសដោយពាក្យថាគូរ៉េសនេះមានឫសគល់មកពីពាក្យថាអាល់តាកៅរូសដែលមានន័យថាការប្រមូលផ្ដុំខ្សែស្រឡាយនេះត្រូវបានទាញភ្ជាប់ទៅដល់ព្យាការីអ៊ីស្ម៉ាអែលនិងអ៊ីប្រាហ៊ីមក្នុងរចនាសម្ព័ន្ធគ្រប់គ្រងទីក្រុងគ្រួសាររបស់លោកមានតួនាទីយ៉ាងសំខាន់ជីតាលួតរបស់លោកគឺហាស៊ីមគឺជាអ្នកបង្កើតប្រព័ន្ធសន្ធិសញ្ញាពាណិជ្ជកម្មអន្តរជាតិជាមួយចក្រភពប៉ែនិងរ៉ូមចំណែកឯជីតាផ្ទាល់របស់លោកគឺអាប់ឌុលមូតាលីបគឺជាអ្នកដែលបានរកឃើញនិងស្ដារឡើងវិញនៅអណ្ដូងទឹកហ្សាំហ្សាំដើម្បីផ្គត់ផ្គង់ដល់អ្នកធ្វើហាច់ជីក្រោយការចាប់កំណើតជីតារបស់លោកបានរៀបចំពិធីប្រកាសឈ្មោះឲ្យផ្លេការដោយដាក់ឈ្មោះឲ្យលោកថាមូហាម៉ាត់នៅក្នុងវចនានុក្រមអារ៉ាប់ឈ្មោះនេះមានន័យថាបុគ្គលដែលគេសរសើរតម្កើងយ៉ាងច្រើនមិនឈប់ឈរនៅពេលដែលក្រុមប្រឹក្សាកុលសម្ព័ន្ធសាកសួរពីការជ្រើសរើសឈ្មោះនេះលោកអាប់ឌុលមូតាលីបបានឆ្លើយតបយ៉ាងមុតមមថាខ្ញុំសង្ឃឹមថាគេនឹងត្រូវបានគេសរសើរតម្កើងទាំងពីសំណាក់អ្នកលើផែនដីនិងអ្នកនៅស្ថានសួគ៌លើសពីនេះកំណត់ត្រាក៏បានបញ្ជាក់ឈ្មោះមួយទៀតរបស់លោកគឺអាហ្មាត់ដែលមានន័យថាបុគ្គលដែលសរសើរតម្កើងអល់ឡោះជាម្ចាស់ជាងគេបំផុតផងដែរការសិក្សាពីវ័យកុមារភាពរបស់លោកបង្ហាញពីខ្សែសង្វាក់យ៉ាងសូកនាតកម្មបន្តបន្ទាប់ឪពុករបស់លោកគឺលោកអាប់ឌុលឡោះបានទទួលមរណភាពតាំងពីលោកនៅជាទេរៈក្នុងផ្ទៃម្ដាយម្លេះការចាប់កំណើតដែលមិនមានឪពុកនេះគឺជាកម្រិតនៃភាពកំព្រាដ៏ជ្រាលជ្រៅបំផុតនៅពេលលោកមានអាយុ6ឆ្នាំម្ដាយរបស់លោកគឺអ្នកស្រីអាមីណាអាក់មមទៅដោយអ្នកបម្រើឈ្មោះអ៊ុំអៃម៉ាន់បាននាំលោកធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌីណាដើម្បីទស្សនាផ្នៅរបស់ឪពុកលោកនិងសួរសុខទុក្ខសាច់ញាតិខាងឪពុកគឺកុលសម្ព័ន្ធបានូណាច់យ៉ានៅក្នុងដំណើរវិលត្រឡប់មកវិញអ្នកស្រីអាមីណាបានធ្លាក់ខ្លួនឈឺនិងបាត់បង់ជីវិតនៅតំបន់អាប់វ៉ាដែលមានចម្ងាយប្រមាណ150គីឡូម៉ែត្រពីទីក្រុងម៉ាកាសកុមារកំព្រាអាយុ6ឆ្នាំរូបនេះត្រូវបានបញ្ជូនមកកាន់ការគ្រប់គ្រងរបស់ជីតាគឺលោកអាប់ឌុលមូតាលីបជីតារបស់លោកតែងតែអនុញ្ញាតឲ្យលោកអង្គុយលើកម្រាលព្រំកិត្តិយសរបស់គាត់នៅក្បែរវិហារកាអាបាសដោយសមាជិកជាន់ខ្ពស់ដទៃទៀតមិនត្រូវបានអនុញ្ញាតឡើយដោយជីតារបស់លោកតែងប្រកាសថាទុកឲ្យកូនរបស់ខ្ញុំអង្គុយចុះត្បិតកុមារនេះនឹងមានអនាគតដ៏អស្ចារ្យប៉ុន្តែការគាំទ្រនេះមានរយៈពេលត្រឹមតែ2ឆ្នាំប៉ុណ្ណោះជីតារបស់លោកក៏បានទទួលមរណភាពនៅពេលលោកមានអាយុ8ឆ្នាំទំនួលខុសត្រូវត្រូវបានផ្ទេរទៅឲ្យពូបង្កើតរបស់លោកឈ្មោះអាប៊ូតាលីបនិងភរិយារបស់លោកគឺអ្នកស្រីហ្វាទីម៉ាស់ប៊ីនអាសាតអ្នកស្រីហ្វាទីម៉ាស់បានទទួលការថែទាំលោកយ៉ាងកក់ក្ដៅប្រៀបផ្ដើមនឹងកូនប្រកបរបស់ខ្លួនក្នុងចំណោមកូនរបស់គាត់ដូចជាអាលីអាគីលនិងចាហ្វឺតការរស់នៅក្នុងគ្រួសារពូដែលមានជីវភាពខ្វះខាតមិនបានធ្វើឲ្យយុវជនរូបនេះនៅស្ងៀមឡើយ
នៅអាយុ8ឆ្នាំលោកបានចាប់ផ្ដើមធ្វើជាអ្នកស៊ីឈ្នួលខ្វែជាងជាថ្នូលនឹងប្រាក់កម្រៃកម្រិតទាបមុខរបរជាអ្នកគង់ជាមនេះគឺជាយន្តសាស្ត្រមួយដែលបណ្ដុះនូវភាពអត់ធ្មត់ការយោគយល់និងយុទ្ធសាស្ត្រក្នុងការប្រមូលផ្ដុំកម្លាំងព្រមទាំងការការពារពួកគេពីហានិភ័យខាងក្រៅផងនៅពេលឈានចូលដល់អាយុ15ឆ្នាំទៅ18ឆ្នាំលោកបានពង្រីកការចូលរួមទៅក្នុងវិស័យពាណិជ្ជកម្មការងារនេះបានផ្ដល់នូវអំណោយយល់ដឹងយ៉ាងស៊ីជ្រៅជ្រៅអំពីចិត្តសាស្ត្រមនុស្សនិងការប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់ប្រភេទលើសពីនេះលោកបានចូលរួមក្នុងព្រឹត្តិការណ៍សង្គមសំខាន់ៗដូចជាសង្គ្រាមការពារកុលសម្ព័ន្ធហ្វីចាដែលងាយន័យថាការបំពានភាពបរិសុទ្ធនៃខែហាមសង្គ្រាមនេះបង្រៀនលោកអំពីយុទ្ធសាស្ត្រយោធានិងការការពារទីក្រុងបន្ទាប់មកលោកបានចូលរួមយ៉ាងសកម្មក្នុងគតិការសន្ធិសញ្ញាសន្តិភាពប្រវត្តិសាស្ត្រមួយឈ្មោះ Hilfi al-Fudul ដែលត្រូវបានរៀបចំនៅផ្ទះរបស់លោក Abdullah ibn Jud'an គតិការសន្ធិសញ្ញានេះមានគោលបំណងការពារសិទ្ធិជនរងគ្រោះនិងថែរក្សាយុត្តិធម៌នៅក្នុងទីក្រុងម៉ាក់កាដែលជាបទពិសោធន៍ក្នុងផ្នែកការទូតនិងការគ្រប់គ្រងយុត្តិធម៌សង្គមជារួមមកការឡាប្រវត្តិជីវិតរបស់លោកមូហាម៉ាត់គឺជាដំណើរការនៃការកសាងសមត្ថភាពយ៉ាងសុខជ្រុងជ្រោយគុណវុឌ្ឍិដែលទទួលបានពីសាលាជីវិតដ៏តឹងរឹងនេះត្រូវបានប្រើប្រាស់ជាមូលដ្ឋានដ៏រឹងមាំនៅពេលដែលលោកចាប់ផ្ដើមធ្វើការកែតម្រង់សង្គមលោកបានលុបបំបាត់ប្រព័ន្ធវណ្ណៈផ្ដាច់ការបង្រួមកុលសម្ព័ន្ធអារ៉ាប់ដែលបែកបាក់និងកសាងរចនាសម្ព័ន្ធរដ្ឋថ្មីដែលឈរលើគោលការណ៍សមត្ថភាពនិងយុត្តិធម៌ទីបញ្ចប់កុមារកំព្រាដែលធំដឹងក្តីក្នុងមជ្ឈដ្ឋានវាលឆាយនេះបានក្លាយទៅជាឥស្សរជនប្រវត្តិសាស្ត្រដែលបានផ្លាស់ប្ដូរតុល្យភាពភូមិសាស្ត្រនយោបាយពិភពលោកនិងបានកសាងនូវអរិយធម៌មួយដែលបន្តមានឥទ្ធិពលយ៉ាងជ្រាលជ្រៅរហូតមកដល់បច្ចុប្បន្ន